មួយរយៈក្រោយនេះខ្ញុំមានអារម្មណ៍ថាខ្ញុំនឹកការសរសេររបស់អ្នកនិពន្ធ Taylor Jenkins Reid អ្នកនិពន្ធដែលសរសេរសៀវភៅ The Seven Husbands of Evelyn Hugo ខ្ញុំជឿថាមួយចំនួនធំអ្នកទាំងអស់គ្នាប្រកាសជាស្គាល់សៀវភៅគាត់ហើយអញ្ចឹងទៅក៏ចាប់ផ្ដើមយកសៀវភៅនេះមកអាន The Evidence of the Affair សៀវភៅនឹងចេញរៀងយូរហើយ short chapter មែនទេដូចជាតែ100 chapter អីទេសិតរបស់គេហ្នឹងនៅឆ្នាំ7ជាងនៅឆ្នាំ1976រវាងមនុស្ស2នាក់សរសេរសម្បត្តិផ្ញើទៅគ្នាទៅវិញទៅមកសម្បត្តិសរសេរដៃណាចំនួនហ្នឹងណាខ្ញុំយកសៀវភៅហ្នឹងមកអាន random មែនទែនហើយខ្ញុំអត់មានបាន expect អីទាំងអស់ប៉ុន្តែវា turn out ជា one of the best book that I have ever read ពេលដែលខ្ញុំអានសៀវភៅហ្នឹងចប់ហើយខ្ញុំមានអារម្មណ៍ថាខ្ញុំទៅតែលេងប្តីខ្លួនឯងជាង10ឆ្នាំដែរ like សណោះសណោកតែខ្ញុំមិនដែលបានការសោះ No one has ever proposed to me not yet 100ទំព័រជាងទេប៉ុន្តែនៅក្នុងហ្នឹងមានលីឡំសពគ្រប់បែបយ៉ាងទាំងការឆ្លាញ់ការផិតក្បត់មិត្តភាពនិយាយទៅគ្រប់យ៉ាងគឺនៅក្នុងហ្នឹងសភៅហ្នឹងចង់និយាយពី Carrie គាត់សុកហ្នឹងគាត់ផ្ញើគាត់សរសេរសម្បត្តិទៅកាន់ David ហើយប្រាប់ David ថាខ្ញុំសុំទោសដែលសុកសរសេរសម្បត្តិទៅអ្នកឯងប៉ុន្តែខ្ញុំចង់ប្រាប់អ្នកឯងថាខ្ញុំដឹងថាប្រពន្ធរបស់អ្នកឯងហើយនឹងប្តីរបស់ខ្ញុំហ្នឹងកំពុងតែតាក់ទងគ្នាខ្ញុំអត់ច្បាស់ថាអ្នកឯងចង់ដឹងរឿងហ្នឹងអត់ទេប៉ុន្តែខ្ញុំគិតថាអ្នកឯងគួរតែដឹងដោយសារតែខ្ញុំឃើញសម្បត្តិរបស់ប្រពន្ធរបស់អ្នកឯងសរសេរមកប្តីខ្ញុំអញ្ចឹងប្រកាសណាថាប្តីខ្ញុំប្រកាសជាសរសេរទៅវិញហើយអញ្ចឹងបើសិនជាអ្នកឯងបានរកឃើញមានសម្បត្តិណាពីប្តីរបស់ខ្ញុំចាំជួយផ្ញើខ្ញុំមើលផងអញ្ចឹងក៏ហ្នឹងហើយពួកគាត់សរសេរសម្បត្តិឲ្យគ្នាទៅវិញទៅមក David ក៏សរសេរមក Carrie វិញប្រាប់វិញពីអូគាត់មិនអីមិនខ្ញុំមិននិយាយសាច់រឿងទេហ្នឹងក៏ David និង Carrie គាត់សរសេរសម្បត្តិឲ្យគ្នាទៅវិញទៅមកក៏ចាប់ផ្ដើមស្គាល់គ្នាអីចឹងទៅហើយពួកគាត់ឆ្លងកាត់អារឿងដែលពិបាកបំផុតក្នុងជីវិតរបស់ពួកគាត់នឹង2នាក់អញ្ចឹងណាអត់មានអ្នកណាយល់អារម្មណ៍ពីពួកគាត់ក្រៅពីពួកគាត់ខ្លួនឯងហ្នឹងឯងព្រោះឆ្លងកាត់រឿងតែមួយជាមួយគ្នាក្នុងពេលតែមួយ until one day ក៏ពួកគាត់ចាប់ផ្ដើមអូខេយើងសរសេរតែសម្បត្តិយូរហើយយើងគួរតែណាត់គ្នាញ៉ាំអីម្ដងជុំគ្នាអីដើម្បីឲ្យជួបគ្នាអីអញ្ចឹងណាអញ្ចឹងក៏ពួកគាត់ស្គាល់គ្នាទៅហើយក៏រាប់អានគ្នាទៅតែប៉ុណ្្នឹងទេតែអ្នកទាំងអស់គ្នាខ្ញុំពិតជា highly recommend ឲ្យអ្នកទាំងអស់គ្នាអានសៀវភៅហ្នឹងឲ្យបានម្ដងក្នុងជីវិតវាពិតជាសមនឹងតម្លៃវាសមនឹងពេលវេលាដែលយើងប្រឹងអានណាចង់បញ្ចប់នៃសាច់រឿងហ្នឹងគឺ very satisfying ខ្ញុំពេញចិត្តនឹងនិយាយទៅពីដើមដល់ចប់ខ្ញុំពេញចិត្តទាំងអស់គ្រប់យ៉ាងនៅក្នុងសៀវភៅហ្នឹងគឺខ្ញុំស្រឡាញ់ទាំងអស់ហ្មងហើយអ្នកនិពន្ធគាត់បកកែសរសេរមែនទែនឲ្យយើងមានអារម្មណ៍ថាដូចយើងនៅនឹងដែរនិយាយទៅអ្នកនិពន្ធគាត់បកកែធ្វើឲ្យយើង emotional ទៅតាមតួអង្គទាំងអស់ហ្នឹងខ្ញុំគិតថាជាក់ស្ដែងទៅហេតុផលដែលយើង emotional មួយពួកគាត់ហ្នឹងគឺអ្នកទាំងអស់គ្នាអារឿងចឹងគឺវា happen every day នៅក្នុងជីវិតពិតរបស់យើងរឿងចឹងគឺវាកាត់ឡើងរាល់ថ្ងៃទៅលើមនុស្សស្ទើរតែគ្រប់គ្នាគាត់ថាវាមិនទាន់ដល់ពេលយើងដល់ចឹងទៅយើងវា emotional like yeah បើសិនជាខ្ញុំបានជួបពួកគាត់នៅក្រៅជីវិតពិតខ្ញុំនឹងអោបគាត់ឯណែនណាហើយខ្ញុំនឹងប្រាប់គាត់ថា it's okay នៅលើโลกនេះមានមនុស្សល្អច្រើនណាស់ it's not the end of the world ខ្ញុំរ៉េតសៀវភៅនឹងឲ្យ5 លើ 5 ហ្មងពីខ្ញុំពិតជាឆ្លាញ់សៀវភៅនឹងខ្លាំងមែនទែនអញ្ចឹងថ្ងៃនេះដូចជាមានតែប៉ុណ្្នឹងទេអ្នកនរគ្នា Happy reading see you next time bye